ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបង្ហាញបងប្អូនធ្វើជើងមាន់ក្លុកម្ជូរដែលយើងអាចធ្វើជាគ្រឿងក្លែមក៏បានធ្វើលក់ក៏បានដែរឱកាសបនអ៊ំទូខាងមុខបងប្អូនកុំភ្លេចណាជាដំបូងយើងត្រូវលាងសម្អាតជើងមាន់របស់យើងជាមួយនឹងទឹកអំបិលដើម្បីកាត់ជាតិឆ្អាបចេញខ្លះបងប្អូនហើយជើងមាន់ខ្ញុំប្រើចំនួនកន្លះគីឡូយើងដាំទឹកឲ្យពុះហើយយើងដាក់កូនលឹកគ្រៃជាមួយនឹងស្លឹកក្រូចចូលណាបងប្អូនហើយមុននឹងយើងយកមកស្ងោរយើងត្រូវកាត់ជើងមាន់ឲ្យហើយជាដុំៗមកបងប្អូនហើយនៅពេលដែលឆ្ងល់ជើងមាន់ហ្នឹងខ្ញុំក៏បន្ថែមទឹកត្រីបន្តិចដែរដើម្បីកាត់ជាតិឆ្អាបបងប្អូនហើយជើងមាន់នេះខ្ញុំស្ងោរវាប្រហែលជារយៈពេល15ទៅ20នាទីដើម្បីឲ្យជើងមាន់យើងឆ្អិនល្អពេលដែលជើងមាន់ឆ្អិនយើងស្រង់យកមកដាក់ត្រាំទឹកកកឥឡូវយើងវគ្គធ្វើទឹកសោសសម្រាប់ក្លុកជើងមាន់ម្ដងជាដំបូងខ្ញុំប្រើស្ករសនឹងចំនួន5ស្លាបព្រាបាយទឹកត្រីខ្ញុំប្រើចំនួន7ស្លាបព្រាបាយយើងត្រូវប្រើទឹកត្រីច្រើនជាងស្ករបន្តិចបងប្អូនហើយខ្ញុំដាក់ប៊ីចេងមួយចុងស្លាបព្រាកាហ្វេឯងហើយសម្រាប់ទឹកអំពិលទុំគឺខ្ញុំប្រើចំនួន3ស្លាបព្រាបាយបងប្អូនហើយសម្រាប់ទឹកម្ទេសវិញក៏ខ្ញុំប្រើចំនួន3ស្លាបព្រាបាយដែរបងប្អូនវល់មកសម្រាប់ទឹកត្រីយើងត្រូវដាក់ឲ្យច្រើនជាងស្ករបងប្អូនហើយខ្ញុំក៏មានជាម្ទេសហុយរបស់ខ្មែរយើងដែរបងប្អូនចូលចិត្តហើយបងប្អូនដាក់ច្រើនមកបើសិនជាយើងមានម្ទេសហុយរបស់កូរ៉េទៀតគឺកាន់តែល្អតែដោយសារខ្ញុំរត់ទិញអត់បានเนาะបើយើងដាក់ម្ទេសហុយរបស់កូរ៉េអីបន្ថែមពណ៌អញ្ចឹងណាឥឡូវចាអញ្ចឹងយើងដាក់បំពងខ្ទឹមរបស់យើងមកខ្ញុំប្រើខ្ទឹមសហើយនិងខ្ទឹមក្រហមដាក់បំពងឲ្យឡើងក្រហមបន្តិចមកយើងធ្វើការចាក់ទឹកសោសចូលពេលដែលបងប្អូនឆាបានតិចបងប្អូនកុំភ្លេចថែមក្រូចតែ4ផ្លែនៅក្នុងទឹកសោសនឹងផងបងប្អូនឥឡូវទឹកសោសរបស់យើងរៀងខាប់ហើយដល់វគ្គយើងមកធ្វើម្ជូរសម្រាប់ទឹកក្លុកជាមួយនឹងជើងមាន់របស់យើងម្ដងខ្ញុំប្រើស្វាយកែលមៀតស្វាយចាស់ចំនួន1ចំហៀងផ្លែជាមួយនឹងជើងមាន់កន្លះគីឡូបងប្អូនហើយខ្ញុំក៏មានជាផ្លែ cherry ដែរហើយផ្លែ cherry យើងចិតជាចំណិតមកបងប្អូនហើយសម្រាប់ចាផ្លែ cherry ហើយនឹងស្វាយពេលដែលក្លុកចូលជាមួយនឹងជើងមាន់របស់យើងទៅគឺឆ្ងាញ់ណាបងប្អូន cherry ក៏ឆ្ងាញ់ស្វាយក៏ឆ្ងាញ់ដែរបងប្អូនហើយ cherry ខ្ញុំប្រើចំនួន4ផ្លែយើងកាត់ជាដុំអញ្ចឹងមកណាបងប្អូនឥឡូវដល់វគ្គដែលយើងត្រូវក្លុកជើងមាន់របស់យើងជាដំបូងយើងដាក់ជើងមាន់ហើយខ្ញុំមានស្លឹកក្រូចពី3ស្លឹកបងប្អូនដាក់ស្លឹកក្រូចក៏បានអត់ក៏បានដែរហើយនឹងគល់លឹកគ្រៃខ្ញុំប្រើចំនួន3គល់ទៅតូចបងប្អូនហាន់បែបច្បាមួយប្រឆិតអញ្ចឹងមកណាហើយម្ជូររបស់យើងដែលយើងបានចិតមុនហ្នឹងអានេះក្រូចតែខ្ញុំប្រើចំនួន7ផ្លែបងប្អូនចង់ដាក់ច្រើនជាងហ្នឹងក៏បានដែរហើយក្រូចតែហ្នឹងបងប្អូនកុំភ្លេចទៅច្បាយជាមួយអំបិលផងកុំឲ្យល្វីងតែបងប្អូនចង់ច្បាយក៏បានអត់ក៏ច្បាយក៏បានដែរណាបងប្អូនឥឡូវយើងចាក់ទឹកសោសចូលមកហើយយើងធ្វើការច្បល់ជើងមាន់របស់យើងចូលឲ្យសព្វបងប្អូនខ្លាចប្រៃទឹកត្រីដែលយើងលេងមុនហ្នឹងគឺវាអត់ប្រៃខ្លាំងទេពេលដែលយើងដាក់ជើងមាន់ដាក់ម្ជូរចូលមកគឺល្មមឥឡូវជើងមាន់របស់ខ្ញុំបានហើយបងប្អូនកុំភ្លេចធ្វើសាកញ៉ាំទាំងអស់គ្នាបងប្អូនចាអរគុណច្រើន